បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel Tech Lecture បន្តទៀតយើងបន្តពាក់ព័ន្ធជាមួយនឹងសិទ្ធិអំណាចរបស់រដ្ឋបាលសហប្រពន្ធបាទអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel Tech Lecture ទាំងអស់គ្នាដើម្បីទទួលបាននូវវីដេអូថ្មីៗក៏ដូចជាការធ្វើបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធជាមួយនឹងពន្ធដារកម្ពុជាបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូមចាប់ផ្ដើមតែម្ដងមាត្រា228គឺនិយាយពីសមត្ថកិច្ចក្នុងការកសាងសំណុំរឿងព្រហ្មទណ្ឌបាទអញ្ចឹងរដ្ឋបាលសហប្រពន្ធគឺជាស្ថាប័នតែមួយគត់ដែលមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតនិងការកសាងសំណុំរឿងពាក់ព័ន្ធជាមួយនឹងបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារដែលអនុវត្តស្របតាមច្បាប់នេះនិងក្រមព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាបាទអញ្ចឹងសំណុំរឿងពាក់ព័ន្ធជាមួយនឹងពន្ធដារគឺមានតែស្ថាប័នពន្ធដារមួយគត់បាទរដ្ឋបាលសហប្រពន្ធមួយគត់ដែលមានសិទ្ធិកសាងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធជាមួយនឹងបទល្មើសស្តីពីពន្ធដារបាទរដ្ឋបាលសហប្រពន្ធក៏អាចមានសមត្ថកិច្ចផងដែរក្នុងការស៊ើបអង្កេតនិងកសាងសំណុំរឿងទាក់ទិនទៅនឹងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារបើសិនបើមានការអនុញ្ញាតពីព្រះអាជ្ញាបាទអញ្ចឹងបើសិនជាមានការអនុញ្ញាតពីព្រះអាជ្ញារដ្ឋបាលសហប្រពន្ធគាត់មានសិទ្ធិណាមានសិទ្ធិស៊ើបអង្កេតនិងកសាងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធជាមួយបទល្មើសពន្ធដារអញ្ចឹងយើងដឹងគ្រប់គ្នាហើយថាមន្ត្រីពន្ធដារទាំងអស់សុទ្ធតែជានគរបាលយុត្តិធម៌ណាគឺជាភ្នាក់ងារនគរបាលយុត្តិធម៌និងមន្ត្រីនគរបាលយុត្តិធម៌អញ្ចឹងគាត់មានសិទ្ធិក្នុងការស៊ើបអង្កេតឬក៏កសាងសំណុំរឿងទៅតុលាការបើសិនជាមានការអនុញ្ញាតពីព្រះអាជ្ញាបាទអញ្ចឹងមាត្រា229នេះគឺនិយាយពីនីតិសម្បទាជានគរបាលមន្ត្រីជានគរបាលយុត្តិធម៌របស់មន្ត្រីពន្ធដារបាទដូចខ្ញុំបញ្ជាក់ខាងលើមកអញ្ចឹងមន្ត្រីពន្ធដារទទួលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌និងភ្នាក់ងារនគរបាលយុត្តិធម៌ឲ្យពិនិត្យបទល្មើសលើបទបញ្ញត្តិស្តីពីពន្ធដារអញ្ចឹងគាត់ទទួលបន្ទុកឬក៏ទទួលនីតិសម្បទាជាមន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌តែក្នុងសំណុំរឿងពន្ធដារប៉ុណ្ណោះបាទបែបបទនិងនីតិវិធីនៃការផ្ដល់សម្បទាចំពោះមន្ត្រីពន្ធដារត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទអញ្ចឹងនឹងមានប្រកាសមួយអន្តរក្រសួងពីខាងក្រសួងយុត្តិធម៌បាទនិងក្រសួងសេដ្ឋកិច្ចរាល់ប្រតិបត្តិការរបស់មន្ត្រីពន្ធដារដែលពាក់ព័ន្ធជាមួយនឹងបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារត្រូវអនុវត្តស្របតាមបទបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌបាទអញ្ចឹងរាល់ការអនុវត្តការងារធម្មតាមានច្បាប់សារប្រពន្ធមួយប៉ុន្តែរាល់ការងារដែលមានប្រតិបត្តិការពាក់ព័ន្ធជាមួយនឹងបទល្មើសព្រហ្មទណ្ឌហ្នឹងត្រូវតែធ្វើតាមនីតិវិធីក្រមព្រហ្មទណ្ឌចឹងរដ្ឋបាលសហប្រពន្ធមានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័នមានសមត្ថកិច្ចដើម្បីចូលរួមបង្ក្រាបបទល្មើសលើបទបញ្ញត្តិពន្ធដារបាទមាត្រា230និយាយពីអំណាចនៃការស៊ើបអង្កេតបាទអញ្ចឹងអំណាចនៃការស៊ើបអង្កេតមន្ត្រីពន្ធដារមានអំណាចនៅក្នុងការស៊ើបអង្កេតដូចខាងក្រោមមន្ត្រីពន្ធដារមានអំណាចចូលទៅក្នុងគ្រឹះស្ថានអាជីវកម្មឬក៏កន្លែងដែលត្រូវបានចាត់ទុកជាគ្រឹះស្ថានអាជីវកម្មដើម្បីពិនិត្យបញ្ជីគណនីលិខិតប្រកាសសារពើពន្ធគ្រប់ប្រភេទនិងឯកសារពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់ពន្ធអញ្ចឹងយើងមើលមន្ត្រីពន្ធដារក៏មានអំណាចអញ្ចឹងពាក្យអំណាចនេះបានន័យថាទោះបីជាម្ចាស់អាជីវកម្មមិនអនុញ្ញាតឲ្យគាត់ចូលក៏គាត់មានអំណាចក្នុងការចូលដែរបាទអញ្ចឹងគាត់មានសិទ្ធិចូលគ្រឹះស្ថានអចិន្ត្រៃយ៍សំទោសគ្រឹះស្ថានអាជីវកម្មឬក៏កន្លែងដែលចាត់ទុកថាជាគ្រឹះស្ថានអាជីវកម្មកន្លែងនេះបានន័យថាឧទាហរណ៍ថាគ្រឹះស្ថានអាជីវកម្មយើងបានចុះបញ្ជីពន្ធដារគឺមានទីតាំងនៅផ្ទះ A អញ្ចឹងទៅប៉ុន្តែយើងមានឃ្លាំងមួយទៀតដើម្បីទុក inventory របស់យើងអញ្ចឹងឃ្លាំងហ្នឹងគេហៅថាកន្លែងដែលត្រូវបានចាត់ទុកថាជាកន្លែងគ្រឹះស្ថានអាជីវកម្មការចូលទៅក្នុងគ្រឹះស្ថានអាជីវកម្មដោយមានចែងនៅក្នុងកថាខណ្ឌនេះត្រូវធ្វើឡើងក្នុងម៉ោងអាជីវកម្មឬក៏នៅគ្រប់ពេលវេលាដោយអនុវត្តតាមដីការបស់ស្ថាប័នអាយកាឬក៏ស្ថាប័នតុលាការដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌជាត្រូវមានអញ្ចឹងកន្លែងនេះបានន័យថាមន្ត្រីពន្ធដារក៏អាចចូលទៅក្នុងគ្រឹះស្ថានអាជីវកម្មរបស់
យើងជាក្រុមហ៊ុនបាននៅម៉ោងធ្វើការដោយមិនចាំបាច់មានលិខិតពីស្ថាប័នអាយកាឬក៏តុលាការទេអញ្ចឹងម៉ោងធ្វើការបានន័យថាម៉េចឧទាហរណ៍ថាក្រុមហ៊ុនខ្លះគាត់ធ្វើការងារថ្ងៃអញ្ចឹងគាត់អាចចូលថ្ងៃអញ្ចឹងឧទាហរណ៍ថាអាជីវកម្មខ្លះឧទាហរណ៍ថាទីតាំងខារ៉ាអូខេទីតាំងភោជនីយដ្ឋានទូទៅគាត់បើកយប់អញ្ចឹងបើសិនជាគាត់បើកយប់ម៉ោងធ្វើការរបស់អាជីវកម្មរបស់យើងហ្នឹងគឺមន្ត្រីបណ្ដាអាចចូលទៅនៅពេលយប់បានឲ្យតែម៉ោងធ្វើការរបស់អាជីវកម្មរបស់យើងឬក៏នៅគ្រប់ពេលវេលាណាក៏ដោយបានន័យថា24ម៉ោងបើសិនជាស្ថាប័នអាយកាឬក៏ស្ថាប័នតុលាការហ្នឹងគឺអនុញ្ញាតបាទគឺមានលិខិតចេញពីអាយកាឬក៏តុលាការទី2មន្ត្រីពន្ធដារដែលបានចូលដោយស្របច្បាប់នៅក្នុងគ្រឹះស្ថានអាជីវកម្មឬក៏ទីកន្លែងដែលត្រូវបានចាត់ទុកថាជាគ្រឹះស្ថានអាជីវកម្មដោយមានចែងនៅក្នុងកថាខណ្ឌ1នៃមាត្រានេះមានសិទ្ធិអញ្ចឹងនៅពេលដែលគាត់ចូលទៅគាត់មានសិទ្ធិធ្វើអីខ្លះទី1គាត់អាចសម្រង់ឬក៏ចម្លងឯកសារនានារួមទាំងឯកសារអេឡិចត្រូនិកដែលស្ថិតនៅក្នុងកន្លែងនោះអញ្ចឹងនៅពេលដែលឃើញមានឯកសារអស់ហ្នឹងគឺគាត់អាច copy ឬក៏ថតចម្លងបានចាប់យកឯកសារនានាឬក៏វត្ថុតាងដទៃទៀតដែលអាចក្លាយជាព័ត៌មានឬក៏ភស្តុតាងសម្រាប់កំណត់ប្រាក់ពន្ធត្រូវបង់របស់បុគ្គលណាម្នាក់ដោយត្រូវធ្វើកំណត់ហេតុស្ដីពីការចាប់យកអញ្ចឹងក៏អាចចាប់យកឯកសារភស្តុតាងនានាដែលស្ថិតនៅកន្លែងប្រកបអាជីវកម្មនោះប៉ុន្តែក៏ត្រូវធ្វើកំណត់ហេតុមួយពាក់ព័ន្ធជាមួយនឹងការចាប់យកបាទក៏ដាក់ឧបករណ៍សម្រាប់ត្រួតពិនិត្យផ្សេងឬក៏បោះត្រាបិទសម្គាល់ខាត់ទុកទំនិញប្រសិនបើមានជាប់តាក់ទិនទៅនឹងការអនុវត្តពន្ធណាមួយអញ្ចឹងឧទាហរណ៍ថាគាត់ឃើញពាក់ព័ន្ធជាមួយទំនិញដែលមិនប្រក្រតីឬក៏ត្រូវការអនុវត្តពន្ធណាមួយអញ្ចឹងគាត់អាចមានសិទ្ធិបោះត្រាសម្គាល់ហើយខាត់ទុកនៅទំនិញនោះបាទខគឺធ្វើសារពើភ័ណ្ឌកម្មវត្ថុធាតុដើមផលិតផលកំពុងផលិតផលិតផលសម្រាប់និងស្តុកសន្និធិដទៃទៀតអញ្ចឹងការធ្វើសារពើភ័ណ្ឌនេះបានន័យថាយើងទៅពិនិត្យឬក៏រាប់ស្តុកណារាប់ស្តុកវត្ថុធាតុដើមនេះស្តុកវត្ថុធាតុដើមស្តុកផលិតផលកំពុងផលិតឬក៏ផលិតផលសម្រាប់ជាចឹងទៅបាទចំណុចងគឺចាប់យកផុតទុកឬក៏ឃុំក្រងទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដើម្បីធានាបំណុលបាទចំណុចចខាត់ខ្លួនអ្នកជាប់ពន្ធដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាអញ្ចឹងយើងឃើញថាមន្ត្រីពន្ធដារគាត់ជានគរបាលយុត្តិធម៌ឬក៏ភ្នាក់ងារនគរបាលយុត្តិធម៌អញ្ចឹងគាត់មានសិទ្ធិខាត់ខ្លួនចំណុចទី3នៅក្នុងករណីគ្រប់ករណីទាំងអស់នៅពេលដែលមានបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារត្រូវបានរកឃើញនៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតរបស់មន្ត្រីពន្ធដារប្រតិបត្តិការរបស់មន្ត្រីពន្ធដារទាក់ទិនទៅនឹងការប្រមូលភស្តុតាងការធ្វើកំណត់ហេតុការអនុវត្តរាល់កិច្ចនីតិវិធីព្រហ្មទណ្ឌចាំបាច់ផ្សេងទៀតដោយរួមទាំងការខាត់ខ្លួនជនសង្ស័យផងត្រូវធ្វើឡើងដោយមន្ត្រីពន្ធដារដែលមាននីតិសម្បទាជាមន្ត្រីឬក៏ភ្នាក់ងារនគរបាលយុត្តិធម៌ហើយត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាបាទអញ្ចឹងមន្ត្រីដែលមានសិទ្ធិធ្វើសកម្មភាពទាំងអស់ហ្នឹងគឺត្រូវតែមាននីតិសម្បទាជាមន្ត្រីឬក៏ភ្នាក់ងារនគរបាលយុត្តិធម៌បាទអញ្ចឹងជាទូទៅមន្ត្រីពន្ធដារគឺសិតតែមាននីតិសម្បទាហ្នឹងមុននឹងគាត់ក្លាយជាមន្ត្រីពន្ធដាររដ្ឋបាលសារពើពន្ធអាចតម្រូវឲ្យស្ថាប័នធនាគារដែលស្ថិតនៅក្នុងប្រជាជាតិកម្ពុជាផ្ដល់ព័ត៌មានអំពីគណនីរបស់អ្នកជាប់ពន្ធឬក៏បុគ្គលពាក់ព័ន្ធនៅធនាគារឬក៏ខាត់ទុកគណនីរបស់អ្នកជាប់ពន្ធឬក៏បុគ្គលពាក់ព័ន្ធនោះក្នុងករណីមានភស្តុតាងបញ្ជាក់ថាបានប្រព្រឹត្តអំពើកិច្ចបិទពន្ធអញ្ចឹងនៅពេលដែលគាត់មានភស្តុតាងបញ្ជាក់ថាសហគ្រាសឬក៏បុគ្គលណាមួយគាត់បានធ្វើអំពើកិច្ចបិទពន្ធអញ្ចឹងរដ្ឋបាលសារពើពន្ធអាចស្នើទៅឲ្យធនាគារខាត់ទុកនៅគណនីរបស់បុគ្គលនោះបាទក្នុងកំឡុងពេលចូលទៅធ្វើការស៊ើបអង្កេតមន្ត្រីពន្ធដារត្រូវមានអាកប្បកិរិយាសមរម្យឬក៏ជៀសវាងប្រការណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងអាជីវកម្មរបស់អ្នកជាប់ពន្ធអញ្ចឹងក្នុងកំឡុងដែលមន្ត្រីពន្ធដារគាត់ចុះទៅកន្លែងប្រកបអាជីវកម្មហ្នឹងក៏ត្រូវតែរក្សាអេយ៉ាបទសមរម្យទៅបង្ហាញភាពរញ៉េរញ៉ៃដល់កន្លែងប្រកបអាជីវកម្មព្រោះអាចប៉ះពាល់ដល់កិត្តិយសឬក៏ប៉ះពាល់ដល់អតិថិជនរបស់អ្នកប្រកបអាជីវកម្មហ្នឹងបាទ
អញ្ចឹងផ្នែកទី2គឺមានតែប៉ុណ្ណេះសង្ឃឹមថាបងប្អូនយល់ច្បាស់គ្រប់ចំណុចនីមួយៗហើយបើសិនជាបងប្អូននៅតែមានចម្ងល់ត្រង់ចំណុចណាបងប្អូនអាច comment នៅខាងក្រោមវីដេអូឬក៏អាចឆាតតាម channel Telegram ដែលខ្ញុំដាក់នៅក្នុង description ខាងក្រោមវីដេអូហើយមុននឹងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel Tagleacher ទាំងអស់គ្នាដើម្បីទទួលបាននូវវីដេអូថ្មីៗក៏ដូចជាការធ្វើបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធជាមួយនឹងពន្ធដារកម្ពុជាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាទសូមអរគុណ